សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Horror Mind ខ្ញុំឈ្មោះ Vic សៃហើយនេះគឺជា Scare Score កន្លែងដែលខ្ញុំវិភាគភាពយន្តរន្ធត់និងវិតម្លៃថាវាគួរឲ្យខ្លាចកម្រិតណាក្នុងវគ្គនេះខ្ញុំនឹងនិយាយអំពីភាពយន្តរន្ធត់កូរ៉េខាងត្បូងឆ្នាំ2024រឿង Echima ខ្ញុំនឹងរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងក្នុងរឿងព្រមទាំងវិភាគឈុតគួរឲ្យខ្លាចនិងវិតម្លៃកម្រិតភាពរន្ធត់របស់វាឬយ៉ាងហោចណាស់ក៏មើលថាវាព្យាយាមធ្វើឲ្យខ្លាចបានកម្រិតណាដែរ Echima កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយបច្ចុប្បន្នវាជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់ជាងគេក្នុងឆ្នាំ2024ប៉ុន្តែវាគួរឲ្យខ្លាចប៉ុណ្ណាសូមអង្គុយឲ្យស្រួលហើយមកជាមួយខ្ញុំដើម្បីស្វែងយល់អំពី Echima និងរាប់ពិន្ទុ Scare Score ទាំងអស់គ្នាភាពយន្តរបស់យើងចាប់ផ្ដើមជាមួយចំណងជើងធំពណ៌ខ្មៅដ៏លេចធ្លោយើងបានជួបតួអង្គសំខាន់ពីរនាក់ Favorim និង Bongkil ជាគ្រូសាមញ្ញពីរនាក់ដែលកំពុងជិះយន្តហោះពីកូរ៉េខាងត្បូងទៅទីក្រុង Los Angeles បុគ្គលិកបម្រើលើយន្តហោះនិយាយជាភាសាជប៉ុនទៅកាន់ Favorim ហើយនាងប្រាប់ថានាងជាជនជាតិកូរ៉េការសន្ទនាខ្លីនេះបានបង្ហើបតម្រុយអំពីការបត់បែនសាច់រឿងដ៏ធំនៅពេលក្រោយយើងឃើញថា Bongkil មានសាកអក្សរព្រះពុទ្ធសាសនាជាច្រើនពេញខ្លួនរបស់គាត់ពួកគេបានមកដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Saint Joseph ហើយទៅមើលទីរោគទើបកើតម្នាក់ឈ្មោះ Joseph ដែលយំមិនឈប់តាំងពីថ្ងៃកើតមកគេមានអាយុទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះខ្ញុំក៏មានអាការៈចម្លែកដូចគ្នានេះដែរទោះបីខ្ញុំអាយុ28ឆ្នាំហើយក៏ដោយម្ដាយរបស់កុមារមើលទៅមិនសូវជឿលើគ្រូសាមញ្ញទាំងពីរឡើយដែលត្រូវបានឪពុករបស់កុមារអញ្ជើញមក Favorim ផ្លុំកញ្ចែទៅកាន់ទីរោគសកម្មភាពមួយដែលគ្រូសាមញ្ញអ៊ីលខ្វាងក៏ធ្លាប់ធ្វើនៅក្នុងរឿង The Wailing ដែរដែលជាភាពយន្តរន្ធត់កូរ៉េខាងត្បូងដ៏ល្អឥតខ្ចោះមួយទៀតដែលពាក់ព័ន្ធយ៉ាងខ្លាំងនឹងជំនឿសាមញ្ញនេះអាចជាវិធីផ្លុំកញ្ចែដើម្បីតាក់ទងពិភពវិញ្ញាណដែលត្រូវបានប្រើក្នុងពិធីសាមញ្ញដើម្បីតាក់ទងអង្គភាពអរូបីនិយាយបន្ថែមបន្តិចវគ្គនេះបានប្រើការស្រាវជ្រាវជាច្រើនហើយខ្ញុំបានដាក់ប្រភពទាំងអស់ក្នុងការពិពណ៌នាវីដេអូជាមួយពេលវេលាយងផងដែរពួកគេស្នើឲ្យមនុស្សទាំងអស់ចាក់ចេញពីបន្ទប់ហើយចាប់ផ្ដើមសូត្រមន្តលើទីរោគនាងសម្លឹងចូលទៅក្នុងភ្នែករបស់កុមារហើយនិយាយថាគេកំពុងរងបញ្ហាដែលបន្តមកពីជំនាន់មុនដែលធ្លាប់កើតឡើងលើឪពុកនិងជីតារបស់គេផងដែរទឹកមុខភ្ញាក់ផ្អើលរបស់ម្ដាយធ្វើឲ្យ Favorim ដឹងថានាងនិយាយត្រូវ Echima ត្រូវបានបែងចែកជាចម្ពោះផ្សេងដោយចម្ពោះទី1មានចំណងជើងថាយិនយ៉ាងនិងធាតុទាំង5យើងបានធ្វើការរៀបរាប់ខ្លីមួយពី Favorim ដែលនិយាយអំពីពិភពវិញ្ញាណនិងការងាររបស់នាងជាគ្រូសាមញ្ញបន្ទាប់មកយើងបានជួបបុរសដែលជួលគ្រូសាមញ្ញទាំងពីរប្រមុខគ្រួសារ Park Ji-young ចាប់តាំងពីបងប្រុសរបស់គាត់ស្លាប់រឿងចម្លែកនិងហេតុការណ៍រូបីជាច្រើនបានតាមលងបន្លាចគាត់និងកូនប្រុសទើបកើតគាត់រៀបរាប់ថាមាននរណាម្នាក់ស្រែកនិងច្របាច់គាត់នៅពេលគាត់បិទភ្នែក Favorim និយាយថាស្រមោលដែលកំពុងតាមដានពួកគេគឺជាវិញ្ញាណរបស់ជីតាគាត់លោកផាក់នាងជឿថាបុព្វបុរសរបស់គាត់កំពុងទទួលរងទុក្ខនិងសំណាងអាក្រក់ពីភ្នូររបស់ខ្លួនបន្ទាប់មកយើងត្រូវបានណែនាំឲ្យស្គាល់តួអង្គសំខាន់ម្នាក់ទៀតសាស្ត្រាចារ្យគីមអ្នកជំនាញភូមិសាស្ត្រថាមពលដែលសម្ដែងដោយតារាកូរ៉េដ៏ល្បីឆយមីនស៊ីកព្រមទាំងដៃគូរបស់គាត់ដែលជាអ្នករៀបចំពិធីបុណ្យសពឈ្មោះ Ederco អ្នកទាំងពីរកំពុងធ្វើការគាស់ភ្នូរស្ត្រីម្នាក់តែតែងបង្ហាញខ្លួនក្នុងសុបិនរបស់ក្រុមគ្រួសារសាស្ត្រាចារ្យគីមពន្យល់ទៅប្រមុខគ្រួសារថានាងត្រូវបានបញ្ចុះនៅទីតាំងល្អស្ទើរតែឥតខ្ចោះដែលធាតុទាំង5មានទល់ឲ្យភាពពេញលេញសំដៅទៅលើធាតុឈើភ្លើងដីលោហៈនិងទឹកតាមប្រព័ន្ធ Wusing ពួកគេបានរកឃើញថាចៅប្រុសតូចរបស់នាងបានយកធ្មេញសិប្បនិមិត្តរបស់នាងទៅព្រោះគេនឹកនាងខ្លាំងដែលជាហេតុធ្វើឲ្យវិញ្ញាណរបស់នាងមិនអាចស្ងប់បានសាស្ត្រាចារ្យគីមពិពណ៌នាការងាររបស់គាត់ថាជាការស្វែងរកនិងជីកដីសម្រាប់ទាំងមនុស្សរស់និងអ្នកស្លាប់គាត់ជាអ្នកជំនាញហុងស៊ុយនិងទទួលខុសត្រូវក្នុងការស្វែងរកទីតាំងល្អសម្រាប់បញ្ចុះសពបន្ទាប់មកគ្រូសាមញ្ញទាំងពីរបានមកជួបពួកគេហើយអញ្ជើញពួកគេចូលរួមការងារមួយដែលនឹងនាំមកនូវប្រាក់យ៉ាងច្រើនប៉ុន្តែមានតម្លៃដ៏គួរឲ្យភ័យខ្លាចតាមក្រោយជីយ៉ុងនិយាយជាមួយម្ដាយរបស់គាត់ជាភាសាអង់គ្លេសដែលនាងប្រាប់ឲ្យគាត់គិតឡើងវិញអំពីការគាស់ភ្នូរជីតាការសន្ទនាខ្លីជាភាសាអង់គ្លេសនេះដំបូងមើលទៅហាក់មិនសូវសមប៉ុន្តែខ្ញុំគិតថាវាមានគោលបំណងសំខាន់ក្នុងការបង្ហាញថាទោះបីពួកគេចាប់ផ្ដើមគ្រួសារនៅប្រទេសថ្មីក៏ដោយនិងទទួលយកវប្បធម៌និងភាសាថ្មីគ្រួសាររបស់ជីយ៉ុងនៅតែត្រូវបានអតីតកាលដ៏ងឹតតាមលងនាងមើលថែប្តីរបស់នាងដែលមិនអាចនិយាយបាននឹងជាប់នៅលើទេសរុញគាត់បិទភ្នែកមួយភ្លែតហើយក្នុងភាពស្ងប់ស្ងាត់សំឡេងយំដ៏វេទនារបស់ជីតាគាត់ក៏លេចឡើងកូនប្រុសរបស់គាត់កំពុងយំនៅមន្ទីរពេទ្យខណៈសំឡេងធ្ងន់របស់ជីតាកាន់តែខ្លាំងនិងគួរឲ្យរន្ធត់ជីយ៉ុងមើលទៅភ័យរន្ធត់យ៉ាងច្បាស់ហើយកាមេរ៉ាចាប់ផ្ដើមបង្វិលយឺតបង្ហាញថាការជឿចាប់របស់គាត់និងកូនប្រុសកំពុងបង្វិលពិភពលោករបស់ពួកគេឲ្យក្រឡាប់ចាក់ឈុតគួរឲ្យខ្លាចដំបូងរបស់រឿងបានមកដល់ក្រោយពេលជិត15នាទីហើយវាពិតជាគួរឲ្យព្រឺព្រួយខ្លាំងណាស់ការរចនាសំឡេងនិងការកាត់ដំណើរការបានយ៉ាងល្អឥតខ្ចោះក្នុងការបង្កើតអារម្មណ៍ភ័យខ្លាចនិងបង្ហាញយ៉ាងច្បាស់ពីភាពរន្ធត់ដែលគ្រួសារនេះកំពុងជួបប្រទះសាស្ត្រាចារ្យគីមនិយាយថាការងារនេះនឹងអាចបង់ថ្លៃអាពាហ៍ពិពាហ៍របស់កូនស្រីគាត់ដែលជិតមកដល់ពួកគេម្នាក់នឹងទទួលបានប្រាក់500លានវ៉ុនស្មើនឹងប្រហែល$350,000បន្ទាប់មកយើងជួបជីយ៉ុងដែលនិយាយថាការងារនេះអាចធ្វើបានតែក្រោមលក្ខខណ្ឌពីរប៉ុណ្ណោះអ្វីដែលហ៊ាននឹងកើតឡើងត្រូវតែរក្សាជាការសម្ងាត់ហើយជីតារបស់គាត់ត្រូវតែបូជាសពភ្លាមដោយមិនត្រូវបើកគំឈូសឡើយចំពុកទី2មានចំណងជើងដ៏គួរឲ្យព្រឺព្រួយថាភ្នូរគ្មានឈ្មោះសាស្ត្រាចារ្យគីមនិង Ederco
យោថាវាចម្លែកណាស់ដែលជីយ៉ុងមិនចង់ឲ្យបើកមឈូសទីតាំងភ្នូស្ថិតនៅខេត្តកាំងវុនដែលនឹងក្លាយជាព័ត៌មានសំខាន់សម្រាប់សាច់រឿងនៅពេលក្រោយពួកគេបើកឡានឆ្លងកាត់កន្លែងមួយឈ្មោះវត្តបូកុកសាដែលប្រហែលជាទទួលការបំផុសគំនិតយ៉ាងហោចណាស់តាមឈ្មោះពីវត្តពិតមួយនៅប្រទេសកូរ៉េដែលជាវត្តព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយរបស់ប្រទេសតាមរយៈទឹកមុខរបស់គាត់យើងអាចដឹងថារឿងទាំងមូលនេះកំពុងធ្វើឲ្យសាស្ត្រាចារ្យគីមមិនស្រួលចិត្តពួកគេឆ្លងកាត់ច្រកទ្វារដែកមួយដែលនាំទៅកាន់ភ្នំជាទីតាំងភ្នូបរិយាកាសក្នុងឈុតនេះមានអារម្មណ៍អាក្រក់ចម្លែកណាស់ខណៈពួកគេកំពុងឡើងភ្នំ Favorim ឃើញសត្វកញ្ជ្រោងជាច្រើននៅក្រោមដើមឈើយូរធំមួយពួកគេបានមកដល់ទីតាំងភ្នូហើយខ្ញុំស្ទើរតែអាចទទួលអារម្មណ៍ដានតឹងខ្លាំងដោយតួអង្គក្នុងឈុតនេះបានកំពុងមានអារម្មណ៍ខ្ញុំស្រឡាញ់ការថតឈុតនេះខ្លាំងណាស់និងការរៀបចំរបស់វារបៀបដែលតន្ត្រីកាន់តែតានតឹងឡើងរួចស្រាប់តែផ្អាកហើយបដូរទៅបង្ហាញសាស្ត្រាចារ្យគីមដែលមើលទៅភ័យខ្លាំងពិតជាឆ្លាតវៃមែនទែនមិនមានអ្វីលោតចេញមកធ្វើឲ្យអ្នកមើលភ្ញាក់ផ្អើលទេប៉ុន្តែអ្នកអាចមានអារម្មណ៍ថាទីបញ្ចុះសពនេះអាក្រក់ប៉ុណ្ណាសាស្ត្រាចារ្យគីមវិភាគភ្នូគ្មានឈ្មោះនិងទីតាំងដ៏អាថ៌កំបាំងរបស់វាជីយ៉ុងនិយាយថាទីតាំងភ្នូនេះត្រូវបានជ្រើសរើសដោយព្រះសង្ឃមួយអង្គឈ្មោះគីសូណេព្រះសង្ឃអង្គនោះបាននិយាយថាទីតាំងនេះមានលាភសំណាងខ្លាំងនិងស័ក្តិសមនឹងគុណបំណាច់ដែលជីតារបស់គាត់បានធ្វើចំពោះប្រទេសប៉ុន្តែសាស្ត្រាចារ្យគីមបែរជានិយាយថាគាត់មិនអាចទទួលការងារនេះបានព្រោះនេះជាទីតាំងភ្នូដែលអាក្រក់បំផុតដែលគាត់ធ្លាប់ឃើញក្នុងរយៈពេល40ឆ្នាំគាត់ក៏លើកឡើងអំពីសត្វកញ្ជ្រោងនៅជិតភ្នូដែលជាប្រភ្នូអាក្រក់ជីយ៉ុងឈរនៅមុខឡានដោយទឹកមុខគួរឲ្យអាណិតដូចជាកំពុងសុំការអាណិតអង្វរផងទៅជួយជីកភ្នូជីតាខ្ញុំផងបានទេអំឡុងពេលសន្ទនា Favorim សង្កេតឃើញថាដៃរបស់ជីយ៉ុងកំពុងញ័រខ្លាំងបន្ទាប់មកគាត់អង្វរសាស្ត្រាចារ្យគីមឲ្យជួយសង្គ្រោះកូនប្រុសរបស់គាត់សាស្ត្រាចារ្យគីមជឿថាគាត់កំពុងលាក់អ្វីមួយពីពួកគេហើយព្រះសង្ឃគីសូណេបានជ្រើសរើសទីតាំងភ្នូនេះដោយមានគោលបំណងពិសេសមួយ Favorim ស្នើឲ្យធ្វើពិធីមួយពេលកំពុងជីកភ្នូដើម្បីទប់ស្កាត់ថាមពលអាក្រក់ពួកគេចាប់ផ្ដើមរៀបចំពិធីបង្វែរសំណាងអាក្រក់ហើយឆាកត្រូវបានរៀបចំសម្រាប់ឈុតដ៏តានតឹងបំផុតមួយពួកគេជួលកម្មករ5នាក់ដែលកើតក្នុងឆ្នាំកដើម្បីបង្កើតការភ្ជាប់ជាមួយសត្វជ្រូកទាំង5ដែលប្រើក្នុងពិធីកម្មករទាំងនោះចាប់ផ្ដើមជីកភ្នូហើយ Favorim នឹងព្យាយាមបង្វែរថាមពលអាក្រក់ទៅកាន់សត្វជ្រូកទាំងនោះនិងបំបត្តិវាចោល Channel YouTube Lonely Tricky មានឯកសារវីដេអូដ៏ល្អមួយដែលពន្យល់អំពីជំនឿសាមញ្ញរបស់កូរ៉េខាងត្បូងតែខ្ញុំសូមណែនាំឲ្យមើលគាត់ពន្យល់អំពីជំនឿសាមញ្ញកូរ៉េបានយ៉ាងល្អនិងប្រវត្តិសាស្ត្ររបស់វាគាត់ក៏បាននិយាយដល់ប្រភេទពិធីជាក់លាក់ដែល Favorim កំពុងអនុវត្តជាពិធីសម្រាប់សម្រួលវិញ្ញាណបុព្វបុរសដែលមិនអាចស្ងប់បានដែលកំពុងប៉ះពាល់ដល់សុខភាពរបស់សមាជិកគ្រួសារមីងរបស់ជីយ៉ុងដែលជាកូនស្រីរបស់លោកផាក់បានមកដល់ហើយនាងប្រឆាំងនឹងការគាស់ភ្នូឪពុករបស់នាង Favorim ដើរចូលមកក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវហើយពិធីដ៏តានតឹងក៏ចាប់ផ្ដើមឈុតពិធីនេះពិតជាមានភាពស្មោះត្រង់ខ្លាំងនិងបង្ហាញពីជំនឿសាមញ្ញរបស់កូរ៉េខាងត្បូងបានយ៉ាងត្រឹមត្រូវយោងតាមអ្នកដឹកនាំរឿងចាងជេស៊ុនឈុតពិធីនេះមានភាពពិតប្រាកដ 100% Favorim ចាប់ផ្ដើមរាំដោយកាន់កាំបិតខណៈបង្គីលចាប់ផ្ដើមសូត្រមន្តនិងវីស្គរពិធីកាន់តែខ្លាំងឡើងខណៈ Favorim ចាប់ផ្ដើមកាប់សត្វជ្រូកហើយកម្មករចាប់ផ្ដើមជីកភ្នូនៅពេលពិធីបន្តទៅមុខសំឡេងរំខានខ្លាំងចាប់ផ្ដើមរលាយបាត់ទៅក្នុងតន្ត្រីដ៏គួរឲ្យព្រឺព្រួចពិបាកពន្យល់ណាស់ថាខ្ញុំមានអារម្មណ៍បែបណាចំពោះឈុតពិធីនេះប៉ុន្តែនិយាយឲ្យខ្លីខ្ញុំមិនអាចដកភ្នែកចេញពីវាបានឡើយវាទាំងអស្ចារ្យទាំងច្របូកច្របល់ទាំងមិនស្រួលចិត្តនិងតាក់ទាញក្នុងពេលតែមួយតារាសម្ដែងគីមហ្គោអ៊ុនដែលដើរតួជា Favorim បានសម្ដែងយ៉ាងអស្ចារ្យនៅក្នុងរឿងនេះហើយបានបង្ហាញសមត្ថភាពកម្ពុជាក្នុងឈុតពិធីនេះឈុតដែលនាងមានឈូងនិងឈាមប្រឡាក់ពេញមុខបានក្លាយជារូបភាពដ៏ចងចាំមិនភ្លេចក្នុងបទសម្ភាសន៍ជាមួយ Mibian Entertainment គ្រូសាមញ្ញពិតម្នាក់ដែលធ្វើជាទីប្រឹក្សាឲ្យរឿងនេះបាននិយាយថាតារាសម្ដែងគីមហ្គោអ៊ុននិងលីដូយុនដែលដើរតួជាបង្គីលបានហ្វឹកហាត់ជាមួយនាងអស់មួយឆ្នាំកន្លះសម្រាប់តួនាទីជាគ្រូសាមញ្ញឈុតពិធីនេះពិតប្រាកដខ្លាំងណាស់រហូតដល់គ្រូសាមញ្ញមួយចំនួនជឿថាពួកគេបានហៅវិញ្ញាណមកកាន់កន្លែងថតពិតមែនអំឡុងពេលថតដែលធ្វើឲ្យឈុតនេះកាន់តែគួរឲ្យខ្លាចទៅទៀតខ្ញុំក៏គិតដែរថាគ្រូសាមញ្ញពិតប្រហែលជាបានសម្ដែងជាគ្រូសាមញ្ញស្លៀកស្ពស់នៅក្នុងឈុតនេះប៉ុន្តែឈ្មោះរបស់ពួកគេមិនមាននៅលើ MW ទេហើយខ្ញុំមិនអាចបញ្ជាក់រឿងនេះបានឡើយប៉ុន្តែវាមើលទៅដូចជាមនុស្សតែម្នាក់មែនច្បាស់ណាស់ថាមានការស្រាវជ្រាវយ៉ាងលម្អិតជាច្រើនក្នុងការបង្កើតឈុតនេះដើម្បីធ្វើឲ្យឈុតនេះនិងភាពយន្តទាំងមូលមានភាពពិតប្រាកដបំផុតទីបំផុតពួកគេបានទៅដល់មឈូសហើយឃើញថាវាធ្វើពីឈើតែកាលពីអតីតកាលត្រូវបានប្រើសម្រាប់តែមឈូសរបស់រាជវង្សប៉ុណ្ណោះមានការសន្ទនាខ្លីមួយរវាងសាស្ត្រាចារ្យគីមនិងមីងចាស់ដែលចិត្តណាកិច្ចវិសមិនសម្លឹងភ្នែកពួកគេនាងប្រកាសជាដឹងអំពីអាថ៌កំបាំងដែលកប់ជ្រៅនៅក្នុងឈូសដ៏ចម្លែកនោះពួកគេលើកមឈូសចេញពីដីហើយរៀបចំបញ្ជូនវាទៅបូជាសព Eider-go បើកឡានដឹកមឈូសចេញទៅនៅក្នុងឈុតខ្លីមួយដែលមើលទៅមិនស្រួលចិត្តចម្លែកកម្មករម្នាក់នៅក្បែរភ្នូបានជួបសត្វពស់មួយដែលនាំទៅកាន់ឈុតភ័យរន្ធត់មួយដោយមិននឹកស្មានដល់ពស់ចម្លែកដែលគាត់ទើបសម្លាប់នោះប្រហែលជាNeronaយូកៃរបស់ជប៉ុនដែលមានខ្លួនជាពស់និងក្បាលជាស្ត្រីខ្ញុំមិនអាចរកព័ត៌មានអំពីសត្វចម្លែកនេះបានច្រើនទេប៉ុន្តែចំណុចសំខាន់នៃឈុតនេះគឺថាមានសត្វក្នុងទេវកថាជប៉ុនមួយក្បាលនៅក្នុងភ្នូខ្ញុំគិតថាឈុតនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់ជាពិសេសព្រោះវាកើតឡើងដោយមិនបានរំពឹងទុករូបភាពក្បាលស្ត្រីនៅលើខ្លួនពស់
គ្រប់គ្រាន់ធ្វើឲ្យព្រឺសម្បូរហើយសំឡេងស្រែករបស់វាកាន់តែធ្វើឲ្យមិនស្រួលចិត្តសំឡេងស្រែករបស់ Nerona បានលាន់នឿទៅដល់ Favorim ពុកខ្មៅអាប់អួរបានគ្រប់ដណ្ដប់ផ្ទៃមេឃយ៉ាងលឿនហើយខ្យល់ខ្លាំងបានបក់មកបន្ទាប់មកភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងដែលធ្វើឲ្យការបូជាសពត្រូវពន្យាពេលតាមជំនឿវិញ្ញាណរបស់អ្នកដែលត្រូវបូជាសពនៅថ្ងៃភ្លៀងមិនអាចទៅកាន់ទីកន្លែងល្អបានទេមឈូសរបស់លោកផាក់ត្រូវបានទុកនៅកន្លែងរក្សានៃមន្ទីរពេទ្យក្នុងតំបន់ដែលនាយកមន្ទីរពេទ្យជាមិត្តជិតស្និទ្ធរបស់ Ederco គាត់បានឲ្យប្រាក់ទៅមន្ទីរពេទ្យដើម្បីធានាថារឿងនេះនៅតែស្ងាត់ស្ងៀមដូចដែលជីយ៉ុងបានស្នើជីយ៉ុងនិងមីងចាស់របស់គាត់បាននិយាយគ្នាហើយវាបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងលាក់អាតកំបាំងដ៏ងឹតមួយអំពីជីតារបស់គាត់សាស្ត្រាចារ្យគីមបានទៅវត្តបូកុកសាហើយបានឃើញនិមិត្តសញ្ញាហុងស៊ុយតំណាងឲ្យយិននិងយ៉ាងគាត់បាននិយាយជាមួយព្រះសង្ឃតែមួយអង្គនៅទីនោះនិងសួរអំពីព្រះសង្ឃអាតកំបាំងឈ្មោះគីសូណេព្រះសង្ឃអង្គនោះមិនធ្លាប់ពីឈ្មោះនេះទេប៉ុន្តែធ្លាប់ព្រឺពាក្យចាមអារាមអំពីភ្នោគ្មានឈ្មោះថាមានកំណប់ទ្រព្យប្រកបនៅទីនោះនិងថាវាជាភ្នោរបស់បុរសមានបំផុតក្នុងតំបន់មានចៅជីកភ្នោជាច្រើនបានព្យាយាមជីកគ្របវាប៉ុន្តែពួកគេទាំងអស់ត្រូវចាប់ខ្លួនឬរត់គេចទៅកូរ៉េខាងជើងដោយបន្សល់ទុកឧបករណ៍ដែលមើលទៅដូចដំបងដែកធំខណៈ Ederco ទៅញ៉ាំស៊ុបក្តៅមួយចាននាយកមន្ទីរពេទ្យដែលលោកភ្លុនបានព្យាយាមបើកមឈូសរបស់លោកផាក់Favorim និងបងគីលបានដើរចូលមកស្របពេលគាត់បើកវាបានសម្រេចហើយវិញ្ញាណរបស់លោកផាក់បានហោះកាត់នាងធ្វើឲ្យនាងដួលសន្លប់នាយកមន្ទីរពេទ្យក៏រត់គេចភ្លាមហើយចំណងជើងចម្ពោះទី3ក៏លេចឡើងលើអេក្រង់វិញ្ញាណអាកាសចរចម្ពោះនេះគឺជាចំណុចដែលរឿងចាប់ផ្ដើមបដូរទិសពីអារម្មណ៍ភ័យខ្លាចដែលកំពុងសន្សឹមកើនឡើងទៅជាភាពតានតឹងនិងរំភើបខ្លាំងនៅមន្ទីរពេទ្យ Favorim ហូរឈាមច្រមុះហើយនិយាយថាមានអ្វីមួយដ៏គ្រោះថ្នាក់ខ្លាំងបានចេញពីមឈូសនោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញឪពុកម្ដាយរបស់ជីយ៉ុងត្រូវបានវិញ្ញាណជីតាមករបលោកផាក់និយាយដោយផ្ទាល់ទៅកាន់កូនប្រុសរបស់គាត់ហើយប្រាប់ឲ្យបើកផ្លូវឲ្យគាត់ចូលគាត់ហៅរកឪពុករបស់គាត់ហើយបើកបង្អួចអនុញ្ញាតឲ្យវិញ្ញាណដ៏អាក្រក់នោះចូលមកខាងក្នុងសុខសប្បាយទេកូនប្រុសបន្ទាប់មកយើងឮសំឡេងនរណាម្នាក់កំពុងទំពាអាហារហើយស្ទើរតែមិនអាចមើលឃើញវិញ្ញាណលោកផាក់នៅក្នុងកញ្ចក់បង្អួចលោកផាក់និយាយដោយផ្ទាល់ទៅកាន់កូនប្រុសរបស់គាត់និងបង្ហាញការមិនពេញចិត្តចំពោះកន្លែងដែលគាត់ត្រូវបានបញ្ចុះគាត់ចាប់បេះដូងកូនប្រុសរបស់គាត់យ៉ាងពិតប្រាកដរហូតដល់វាឈប់លោតម្ដាយរបស់ជីយ៉ុងនៅក្នុងបន្ទប់ម្ខាងទៀតកំពុងរាំជាមួយវិញ្ញាណដោយមិនដឹងខ្លួនហើយស្លាប់ក្រោយឆាកនេះជាឈុតគួរឲ្យខ្លាចដែលល្អមួយប៉ុន្តែស្ថិតក្នុងកម្រិតស្តង់ដារនៃភាពយន្តរន្ធត់វិញ្ញាណរបស់លោកផាក់មើលទៅគួរឲ្យខ្លាចប៉ុន្តែមិនមានអ្វីគួរឲ្យរន្ធត់ខ្លាំងជាពិសេសអំពីគាត់ទេ Favorim និយាយថាលោកផាក់បានបង្ហាញការមិនពេញចិត្តចំពោះទីតាំងភ្នោរបស់គាត់អស់រយៈពេលជាង100ឆ្នាំមកហើយនិងបានប្រមូលផ្ដុំតែភាពស្អប់ខ្ពើមចំពោះសាច់ញាតិរបស់គាត់សាស្ត្រាចារ្យគីមត្រឡប់ទៅសេអ៊ូលដើម្បីប្រមានជីយ៉ុងខណៈ Favorim និងបងគីលរៀបចំធ្វើពិធីមួយដើម្បីហៅវិញ្ញាណលោកផាក់ត្រឡប់មកកន្លែងរក្សាវិញ Favorim ចាប់ផ្ដើមសូត្រមន្តខណៈបងគីលចាប់ផ្ដើមផ្លុំកញ្ចែហើយយើងក៏បានឃើញឈុតពិធីដ៏តានតឹងមួយទៀតនៅខេត្តកាំងវុនជីយ៉ុងកំពុងសន្លប់នៅក្នុងអាងូតទឹកនៃបន្ទប់សន្តាគារដែលមានឈុតធ្វើឲ្យភ្ញាក់ផ្អើលដ៏ល្អមួយនេះជាឈុត jump scare ដែលរៀបចំបានល្អហើយខ្ញុំគួរតែដឹងមុនប៉ុន្តែខ្ញុំបែរជាមិនបានដឹងទៅវិញអ្នកអាចមើលដឹងតាំងពីឈុតនោះថាមានអ្វីមួយកំពុងលាក់ខ្លួនក្នុងភាពងឹតមួយចំណុចមួយនៃរឿងនេះគឺឈុតគួរឲ្យខ្លាចមានមិនច្រើនទេដូច្នេះនៅពេលវាលេចឡើងវាកាន់តែមានប្រសិទ្ធភាពខ្លាំងតាមរបៀបកាត់របស់ឈុតនេះវាមើលទៅដូចជាលោកផាក់បានចូលសន្ធិដ្ឋក្នុងខ្លួនជីយ៉ុងមុនពេលត្រូវបានហៅចូលក្នុងខ្លួនបងគៀលតាមរយៈពិធីនោះ Ederco បានឃើញរូបឆ្លុះនៃវិញ្ញាណលោកផាក់ដែលមើលទៅដូចជាកំពុងស្លៀកឯកសណ្ឋានយោធាដែលពោពេញដោយមេដាយនាងនិយាយដោយផ្ទាល់ទៅកាន់លោកផាក់ដែលនិយាយថាគាត់នឹងនាំគ្រួសាររបស់គាត់ទាំងមូលទៅជាមួយបើពុកខ្ញុំមានគំនិតបែបនេះតាំងពី27ឆ្នាំមុនក៏ល្អដែរស្រាប់តែបងគីលក្អួតចេញមកហើយវិញ្ញាណលោកផាក់ក៏ចាក់ចេញពីរាងកាយរបស់គាត់ឈុតបន្លាចនេះធ្វើបានល្អគួរសមហើយវាក៏ធ្វើឲ្យយើងយល់កាន់តែច្បាស់ថាលោកផាក់ពិតជានរណាប៉ុន្តែវាក៏បង្ហាញពីចំណុចមួយដែលខ្ញុំមិនពេញចិត្តចំពោះភាពយន្តនេះដែរ Varen និងបងអ៊ីលច្បាស់ណាស់ថាជាគ្រូសែនដែលមានបទពិសោធន៍ខ្ពស់ហើយពួកគេជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់ខ្លួនប៉ុន្តែការដែលពួកគេទាំងពីររួមទាំងលោកតាហ្គោផងដែរមិនមានប្រតិកម្មអ្វីចំពោះវិញ្ញាណលោកផាក់វាធ្វើឲ្យភាពគួរឲ្យខ្លាចរបស់គាត់ថយចុះវាស្រដៀងនឹងឥទ្ធិពលរបស់ Ed និង Lorraine Varen នៅក្នុងរឿង Conjuring ដែលគ្រួសារនីមួយស្ថិតក្នុងគ្រោះថ្នាក់ប៉ុន្តែអ្នកមិនដែលមានអារម្មណ៍ថាគ្រួសារ Varen ខ្លួនឯងកំពុងប្រឈមគ្រោះថ្នាក់ទេដែលធ្វើឲ្យភាពតានតឹងធ្លាក់ចុះយ៉ាងខ្លាំងជុងបានទទួលទូរស័ព្ទពីសាស្ត្រាចារ្យគីមប្រាប់ថាគាត់កំពុងធ្វើដំណើរមកស្រាប់តែមាននរណាម្នាក់គោះទ្វារហើយអះអាងថាខ្លួនជាសាស្ត្រាចារ្យគីមដែរហើយវាคล้ายជាករណីបុរាណមួយដែលម្នាក់សុទ្ធតែអះអាងថាខ្លួនជាមនុស្សពិតសាស្ត្រាចារ្យគីមនៅលើទូរស័ព្ទស្រែកឲ្យគាត់បើកបង្អួចហើយអនុញ្ញាតឲ្យជីតារបស់គាត់ចូលមកហាខ្ញុំឃើញស្រមោលជីតារបស់គាត់ឆ្លុះនៅលើពិដានហើយចាប់ផ្ដើមបែកញើសខ្លាំងដូចជាមនុស្សដែលកំពុងភ័យខ្លាចបំផុតសាស្ត្រាចារ្យគីមពិតប្រាកដបានដើរចូលក្នុងបន្ទប់សន្តាគារហើយឃើញខ្ញុំដែលពេលនេះត្រូវបានវិញ្ញាណជីតារបស់គាត់ចូលសន្ធិដ្ឋគាត់ថ្លែងសុនត្រកថាខ្លីមួយសរសើរចាក់ភពជប៉ុនមុននឹងក្អួតចេញបន្ទាប់មកគាត់និយាយដោយសំឡេងគួរឲ្យខ្លាចថាកញ្ជ្រោងបានបំបាក់ឆ្អឹងខ្នងខ្លាមុននឹងបង្វិលក្បាល180ដឺក្រេហើយឆក់យកជីវិតចៅប្រុសរបស់ខ្លួនសាស្ត្រាចារ្យគីមសម្លឹងមើលតាមបង្អួចហើយឃើញវិញ្ញាណលោកផាក់បាត់ខ្លួនយឺតដើម្បីទៅរកជនរងគ្រោះចុងក្រោយរបស់គាត់ព្រះឲ្យឈុតនេះពិតជាអស្ចារ្យណាស់វាបានបង្កើនទាំងភាពតានតឹងនិងភាពគួរឲ្យខ្លាចយ៉ាងខ្លាំង
នេះហើយជាវិធីបង្កើតតួអាក្រក់ឲ្យមានឥទ្ធិពលអ្នកត្រូវធ្វើឲ្យគាត់មើលទៅជាការគំរាមកំហែងពិតប្រាកដហើយឈុតនេះបានធ្វើរឿងនោះយ៉ាងល្អឥតខ្ចោះដូចអ្វីផ្សេងទៀតនៅក្នុងភាពយន្តមកដល់ពេលនេះរូបភាពនិងការថតបង្ហាញគឺល្អឥតខ្ចោះឈុតដែលជីយ៉ុងបែកញើសជោគខ្លួនខណៈដែលគាត់បង្វិលក្បាលយឺតទៅមើលជីតារបស់ខ្លួនគឺជាឈុតដ៏អស្ចារ្យមួយហើយឥឡូវនេះជីយ៉ុងបានស្លាប់ហើយនៅសល់តែកូនស្រីរបស់លោកផាក់ប៉ុណ្ណោះដែលអាចអនុម័តការបូជាស្ពើពុកនាងដែលត្រូវធ្វើឲ្យបានមុនពេលគាត់ទៅយកជីវិតទីរោគយូសែបខណៈដែលគីលានុបដ្ឋាយិកាកំពុងបំពេទីរោគឲ្យដេកវិញ្ញាណលោកផាក់អាចមើលឃើញឈរនៅជ្រុងបន្ទប់សាស្ត្រាចារ្យគីមបាននិយាយជាមួយនាងតាមទូរស័ព្ទហើយពន្យល់ពីភាពបន្ទាន់នៃស្ថានភាពខណៈដែលលោកផាក់កំពុងឈរចំពីមុខទីរោគយូសែបនាងក៏យល់ព្រមឲ្យបូជាសពដែលអាចកម្ចាត់វិញ្ញាណរបស់គាត់បានដោយជោគជ័យប៉ុន្តែដោយសារសពត្រូវបានបូជាក្នុងពេលភ្លៀងវិញ្ញាណរបស់គាត់នឹងមិនអាចទៅកាន់ទីកន្លែងល្អបានទេក្រោយពេលភាពយន្តដំណើរការបានជាង1ម៉ោងឈុតដ៏តានតឹងនេះបានក្លាយជាចំណុចកំពូលនៃរឿងលោកផាក់និងគ្រួសាររបស់គាត់ហើយបន្ទាប់មកសាច់រឿងបានបត់ទីយ៉ាងខ្លាំងរហូតដល់ស្ទើរតែក្លាយជាភាពយន្តមួយផ្សេងទៀតដែលខ្ញុំជឿថានឹងធ្វើឲ្យអ្នកមើលជាច្រើនមានមិត្តខុសគ្នាជំពូកទី4មានចំណងជើងថាការសងសឹករបស់វិញ្ញាណដីដែលត្រូវរំខានសាស្ត្រាចារ្យគីមបានទៅជួបកម្មករឈ្មោះចាំងមីងតែឥឡូវនេះកំពុងឈឺហើយតែងតែសុបិនអាក្រក់ចាប់តាំងពីថ្ងៃធ្វើពិធីនោះភ្នែករបស់គាត់ក្រហមជាមហើយកំពុងត្រូវបានតាមលងដោយវិញ្ញាណនូរ៉េអូណាសាស្ត្រាចារ្យគីមត្រឡប់ទៅទីបញ្ចុះស្វិញហើយបានរកឃើញនូរ៉េអូណាដែលមានមុខមាត់គួរឲ្យខ្លាចយ៉ាងខ្លាំងជារូបភាពដ៏រន្ធត់មួយហើយវាក៏នាំទៅរកការរកឃើញអាថ៌កំបាំងថ្មីមួយទៀតគាត់បានរកឃើញមឈូសមួយទៀតដែលត្រូវបានកប់បញ្ឈរស្ថិតនៅក្រោមមឈូសលោកផាក់ដោយផ្ទាល់ពួកគេបានទាញមឈូសដ៏ធំខុសប្រក្រតីនោះចេញមកហើយឃើញថាវាត្រូវបានរុំព័ទ្ធដោយលូបន្លាខ្វាងយឹមនិយាយថាពួកគេគួរតែទុកវាចោលប៉ុន្តែសាស្ត្រាចារ្យគីមជឿថាវាអាចជាសមាជិកគ្រួសារផាក់ម្នាក់ទៀតទីបំផុតពួកគេសម្រេចយកមឈូសនោះមកតែច្បាស់ណាស់មិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេខ្ញុំពិតជាមិននឹកស្មានថាសាស្ត្រាចារ្យគីមនឹងស្នើរឿងនេះឡើយហើយក៏មិននឹកស្មានថាមានមនុស្សតិចណាស់ដែលជំទាស់នឹងគំនិតនេះប៉ុន្តែសាច់រឿងត្រូវតែបន្តទៅមុខតាមរបៀបណាមួយពួកគេបាននាំមឈូសទៅកាន់បូកុកជីវ័តមួយដែលព្រះសង្ឃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញហ្វារីម៉ានបានយកអង្គដំណើរព័ទ្ធជុំវិញឈូសដែលជារបស់ដែលតែងប្រើក្នុងវប្បធម៌អាស៊ីដើម្បីការពារវិញ្ញាណអាក្រក់ពួកគេបានពិគ្រោះជាមួយមីងចាស់ដែលនិយាយថាគាត់មិនដឹងអ្វីសោះអំពីមឈូសអាថ៌កំបាំងនៅក្រោមឈូសឪពុករបស់គាត់យើងបានដឹងថាក្នុងអំឡុងសង្គ្រាមលោកលើកទី2លោកផាក់បានស្មោះត្រង់ចំពោះចក្រភពជប៉ុនហើយក្បត់ប្រជាជនរបស់ខ្លួនឯងជាការដាក់ទណ្ឌកម្មព្រះសង្ឃគីសូណៃបានកប់គាត់នៅទីបញ្ចុះសពអាក្រក់បំផុតដែលគាត់អាចរកបានដែលពន្យល់ថាហេតុអ្វីលោកផាក់ខឹងខ្លាំងចំពោះកន្លែងដែលគាត់ត្រូវបានបញ្ចុះទោះបីជាគីសូណៃខ្លួនឯងជាជនជាតិជប៉ុនក៏ដោយហើយឈ្មោះពិតរបស់គាត់គឺមូរ៉ាយ៉ាម៉ាជុនជីយើងបានឃើញរូបថតចាស់មួយដែលក្នុងនោះគីសូណៃកំពុងឈរនៅខាងក្រោយយ៉ាងគួរឲ្យព្រឺព្រួយពួកគេបានដុតនិងបួងសួងឲ្យសាកសពនូរ៉េអូណាហើយមានគម្រោងដុតមឈូសធំនោះនៅពេលថ្ងៃរះបន្ទាប់មកពួកគេទាំងអស់គ្នាបានញ៉ាំមីក្តៅដែលព្រះសង្ឃរៀបចំឲ្យការជួបជុំសប្បាយរីករាយជុំវិញអាហារក្នុងរឿងភ័យរន្ធត់មួយជាធម្មតាមានន័យថារឿងអាក្រក់កំពុងជិតកើតឡើងហើយឆ្កែតូចគួរឲ្យស្រឡាញ់នេះក៏យល់ស្របជាមួយខ្ញុំដែរដូចគ្នានឹងជំពូកទី5ដែលមានចំណងជើងថាភ្លើងវិញ្ញាណឬហៅថាអូនីច័ន្ទក៏បានប្រសិនបើចង់ឲ្យស្ដាប់ទៅគួរឲ្យស្រឡាញ់ខណៈពេលដែលក្រុមទាំងអស់កំពុងដេកហ្វារីមបានទូរស័ព្ទទៅគ្រូសែនម្នាក់ទៀតដើម្បីសួរអំពីមូរ៉ាយ៉ាម៉ាជុនជីគាត់ត្រូវបានគេស្គាល់ក្នុងពិភពគ្រូសែនថាជាម្ចាស់គម្ពីរយិនយ៉ាងដែលមានរហស្សនាមថាកញ្ជ្រោងពាក្យថាកញ្ជ្រោងជាភាសាជប៉ុនគឺគីតស៊ូណេហើយនៅកូរ៉េព្រះសង្ឃរូបនេះត្រូវបានគេស្គាល់ថាគីស៊ូណេគាត់ត្រូវបានពិពណ៌នាថាមានថាមពលវិញ្ញាណខ្លាំងណាស់ហ្វារីមនិយាយជាមួយវិញ្ញាណយាយរបស់នាងដែលយើងឃើញឈរនៅពីក្រោយនាងដោយផ្ទាល់វិញ្ញាណយាយរបស់នាងតែងតែដើរតាមនាងហើយដូចជាអ្នកការពារផ្លូវវិញ្ញាណរបស់នាងនៅពេលកំពុងរៀបចំចូលគេងព្រះសង្ឃបានឮសំឡេងខ្លាំងមួយចេញពីខាងក្រៅបង្គីលត្រូវបានដាស់ឲ្យភ្ញាក់ដោយព្រះសង្ឃដែលប្រឡាក់ឈាមពេញខ្លួនឈរពីលើគាត់ហើយនិយាយម្ដងហើយម្ដងទៀតថាគេយកថ្លឹមខ្ញុំទៅហើយគាត់គូមុនការពារដោយម្រាមដៃហើយព្រះសង្ឃក៏បាត់ខ្លួនទៅបន្ទាប់មកគាត់ចេញទៅរកព្រះសង្ឃហើយសំឡេងរំខានខ្លាំងចេញពីទ្រង់ជ្រូកក្បែរនោះបន្ទាប់មកគាត់ឃើញកសិករម្នាក់កំពុងត្រូវអ្វីម្យ៉ាងដែលមើលមិនឃើញវីប្រហារហើយយើងក៏ឃើញសាកសពព្រះសង្ឃដេកនៅលើដីផងដែរអ្វីដែលបង្គីលឃើញពេលភ្ញាក់ឡើងគឺជាវិញ្ញាណរបស់ព្រះសង្ឃពិតប្រាកដភ្លាមបន្ទាប់ពីគាត់ស្លាប់ហ្វារីមនិងវិញ្ញាណយាយរបស់នាងបានចាប់ដៃនាងយ៉ាងលឿនហាក់ដូចជាកំពុងព្រមាននាងអំពីអ្វីដែលនឹងកើតឡើងពួកគេទៅមើលមឈូសហើយរកឃើញថាអ្វីក៏ដោយដែលនៅខាងក្នុងបានរត់ចេញតាមដំបូលអគារដើម្បីគេចពីត្រាបិទបាំងហ្វារីមលូកដៃចូលក្នុងមឈូសហើយទាញយកមួកសាមូរ៉ៃមួយចេញមកមុននឹងត្រូវប្រឈមមុខជាមួយសត្វចម្លែកនោះនាងបានប្រឈមមុខផ្ទាល់ជាមួយអង្គភាពដ៏ធំសម្បើមមួយជាមេតបសាមូរ៉ៃរាងដូចបិសាចដែលត្រឡប់មកយកមុខរបស់ខ្លួនវិញហ្វារីមមានស្មារតីរហ័សរហួនហើយឆ្លើយតបជាភាសាជប៉ុនដោយធ្វើពុតជាអ្នកបម្រើរបស់គាត់ប៉ុន្តែមេតបមិនត្រូវបានបោកបញ្ឆោតឡើយហើយយើងបានឃើញឈុតដ៏តានតឹងមួយនៅពេលគាត់សម្លឹងចុះមកនាងតាមប្រហោងលើដំបូលនាងរត់ចេញពីជង្រុកហើយបង្គីលក៏រត់មកជួយនាងគាត់ប្រាប់នាងឲ្យរត់ប៉ុន្តែនាងភ័យខ្លាចរហូតកម្រើកមិនរួចនាងអង្គុយញ័រខ្លួនដោយភ័យស្លន់ស្លោខណៈមេតបចាក់ដៃចូលខ្លួនបង្គីលបណ្ដាលឲ្យគាត់រងរបួសធ្ងន់ហើយបន្ទាប់មកមេតបក៏ដើរមករកនាងយឺតប៉ុន្តែគាត់ស្រាប់តែឈប់ហើយចាប់ផ្ដើមសូត្រមន្តនៅពេលឃើញចេទីនៅពីក្រោយនាងចេទីគឺជាសំណង់ព្រះពុទ្ធសាសនាដែលមានច្រើនជាន់និងមាននៅតំបន់អាស៊ីជាច្រើនពេលសាស្ត្រាចារ្យគីមនិងលោកតាហ្គោមកដល់មេតបក៏ឆេះជាអណ្ដាតភ្លើងហើយហោះឡើងលើមេឃមនុស្សទាំងអស់សម្លឹងមើលទិដ្ឋភាពដ៏ចម្លែកនោះដោយភាពភ្ញាក់ផ្អើលពួកគេបានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយផ្លែតអំពីព្រឹត្តិការណ៍ដែលនាំមកដល់ពេលនេះមុនពេលមេតបហោះបាត់ទៅបង្គីលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ហើយចាប់ពីពេលនោះរឿង Echima បានប្រែក្លាយពីភាពយន្តភ័យរន្ធត់បែបអាថ៌កំបាំងទៅជាភាពយន្តរន្ធត់
ត់បែបអបិយជំនឿដែលត្រូវបានបង្ហើបតម្រុយបន្តិចតាំងពីដើមមកនៅពេល Farim បាននិយាយភាសាជប៉ុនជាមួយបុគ្គលិកបម្រើលើយន្តហោះចំណែកឯ Nore Onna ដែលជាវិញ្ញាណជប៉ុនត្រូវបានរកឃើញនៅចន្លោះភ្នូររបស់លោកផាក់និងមេតបនោះតួនាទីរបស់នាងនៅក្នុងរឿងនេះមិនទាន់ច្បាស់នៅឡើយទេប៉ុន្តែនាងប្រហែលជាត្រាបិតឬជាអ្នកការពាររំឈូសរបស់មេតបខ្ញុំគិតថានាងក៏អាចធ្លាប់ជាអ្នកបម្រើរបស់សាមូរ៉ាយរូបនោះដែរសូមកត់សម្គាល់ថាទោះបីមឈូសរបស់មេតបត្រូវបានយកចេញអស់រយៈពេលប៉ុន្មានម៉ោងក៏ដោយគាត់មិនបានចេញពីមឈូសរហូតដល់ក្រោយពេលពួកគេដុតសាកសព Nore Onna បាននិយាយពីភាពភ័យរន្ធត់ឈុតនេះមិនសូវមាន jump scare ប៉ុន្មានទេប៉ុន្តែមេតបមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ហើយគាត់ក៏ស្ថិតក្នុងឈុតតានតឹងជាច្រើនជាពិសេសឈុតដែលគាត់និយាយជាមួយ Farim ហើយសម្លឹងមើលនាងពីលើដំបូលរបាយការណ៍ព័ត៌មានដែលនិយាយអំពីហេតុការណ៍នេះបានសន្និដ្ឋានថាការស្លាប់របស់ព្រះសង្ឃនិងកម្មមករកស្ថានគឺបណ្ដាលមកពីខ្លាឃ្មុំវាយប្រហារ Farim នឹកឃើញដល់ពេលដែលបង្គីលក្លាយជាគ្រូសែនដំបូងហើយច្បាស់ណាស់ថាគាត់មានសារៈសំខាន់ខ្លាំងសម្រាប់នាងពិពណ៌នាថាមេតបនោះជាអ្វីមួយដែលនាងមិនធ្លាប់ជួបប្រទះពីមុនមកហើយជាអ្វីដែលមិនគួរមាននៅក្នុងប្រទេសរបស់ពួកគេឡើយយើងក៏ឃើញការរំលឹកអតីតកាលដ៏ចម្លែកមួយរបស់ Farim កាលនៅក្មេងពេលនាងជួបវិញ្ញាណចម្លែកមួយវិញ្ញាណនោះស្លៀកគីម៉ូណូពណ៌ក្រហមហើយមានក្បាលដូចអំបោះនិងរាងកាយដែលញ៉ាត់ពេញដោយចម្បាំងប៉ុន្តែជើងរបស់វាមានរាងដូចជើងមនុស្សបែបវិញ្ញាណខ្ញុំមិនប្រកាសថាវាតំណាងឲ្យអ្វីនោះទេប៉ុន្តែវាអាចជាវិញ្ញាណជប៉ុនដ៏អាក្រក់មួយដែលនាងធ្លាប់ជួបកាលពីមុនសាស្ត្រាចារ្យគីមមើលរូបថតរបស់បុរសអាត់កំបាំងនោះនិងជួបភ្នំដេកានដែលត្រូវបានហៅថាជាឆ្អឹងខ្នងនៃឧបទ្វីបកូរ៉េបន្ទាប់មកគាត់នឹកឃើញពាក្យដែលលោកផាក់បាននិយាយកញ្ជ្រោងបានបំបាក់ឆ្អឹងខ្នងខ្លាគាត់ត្រឡប់ទៅវត្តវិញដើម្បីពិនិត្យឧបករណ៍ដែលក្រុមជីកភ្នូបានបន្សល់ទុកកាលពីឆ្នាំមុនក្រុមចៅជីកភ្នូគាត់មើលសៀវភៅចាស់មួយដែលមានផែនទីឧបទ្វីបកូរ៉េដែលមានចំណុចពណ៌ក្រហមជាច្រើនលាតសន្ធឹងពីជើងទៅត្បូងតាមបណ្ដោយទីតាំងនៃជួរភ្នំពេកឌូដេកានដែលជាឆ្អឹងខ្នងរបស់កូរ៉េគាត់ឃើញរូបថតចាស់មួយរបស់បុរសមួយក្រុមដែលមានពាក្យសរសេរថាដីរបស់យើងសមិទ្ធរបស់ខ្ញុំកងទ័ពឈាមដែកអ្វីទាំងនេះស្ដាប់ទៅច្របូកច្របល់ខ្លាំងណាស់ហើយលើកដំបូងដែលខ្ញុំមើលខ្ញុំក៏មិនយល់ថាកំពុងកើតអ្វីដែរប៉ុន្តែអ្វីទាំងអស់នឹងចាប់ផ្ដើមសម្ហេតុផលក្នុងពេលឆាប់នេះបន្ទាប់មកយើងបានជួបតួអង្គថ្មីពីរនាក់ខ្វាងស៊ីមនិងផាក់ជេហ៊ីដែលជាគ្រូសែនដូចគ្នាហើយឥឡូវនេះយើងឈានចូលដល់ជំពូកចុងក្រោយដែលមានចំណងជើងថាដែកសអាតកំបាំងសាស្ត្រាចារ្យគីមពិនិត្យមើលរូបថតនិងឧបករណ៍ទាំងនោះវិញហើយមិនជឿថាបុរសទាំងនោះជាចោរលួចភ្នូទេគាត់ក៏ត្រឡប់ទៅកាន់ភ្នូលើភ្នំវិញហើយបន្តជីក្រោកការពិតអ្នកគ្រូធ្មប់ទាំង3ព្យាយាមចូលទៅដល់ស្មារតីជ្រៅរបស់បង្គីលដើម្បីទទួលបានព័ត៌មានអំពីឧត្តមសេនីយ៍ការជួបប្រទះរបស់គាត់ជាមួយឧត្តមសេនីយ៍មិនត្រឹមតែធ្វើឲ្យគាត់របួសធ្ងន់ប៉ុណ្ណោះទេប៉ុន្តែឧត្តមសេនីយ៍ហាក់ដូចជាកំពុងគ្រប់គ្រងព្រលឹងរបស់គាត់ទៀតផងគាត់និយាយថាម្ចាស់របស់គាត់បានសម្លាប់សត្រូវរាប់ម៉ឺននាក់ហើយនិយាយលេខកូអរដនេរបស់ភ្នូនោះម្ដងហើយម្ដងទៀតសាស្ត្រាចារ្យគីមក៏ជីកនៅទីតាំងនោះហើយរកឃើញសាកសពឧត្តមសេនីយ៍កំពុងសម្រាកស្ងប់ស្ងាត់បង្គីលដែលត្រូវវិញ្ញាណចូលសន្ធិដ្ឋបានគំរាមកំហែងខ្វាងស៊ីមដែលកំពុងមានផ្ទៃពោះហើយនាងបានសុំឲ្យ Farim កុំលូកដៃក្នុងរឿងនេះច្បាស់ណាស់ថានាងដឹងគ្រប់គ្រាន់ហើយថាខ្មោចជប៉ុនមិនមែនជារឿងដែលគួរលេងសើចទេនាងក៏បាននិយាយពីការជួបប្រទះខ្មោចជប៉ុនរបស់ Farim កាលពីមុនដែលអាចជាការសំដៅទៅលើខ្មោចអំបោះដែលយើងបានឃើញនៅក្នុងឈុតរំលឹកអតីតកាលសាស្ត្រាចារ្យគីមនិងអេឌឺហ្គោទៅជួប Farim នៅមន្ទីរពេទ្យជាកន្លែងដែលពួកគេពិភាក្សាអំពីអ្វីដែលពួកគេបានដឹងត្រង់ចំណុចនេះខ្ញុំក៏ត្រូវស្រាវជ្រាវបន្ថែមដែរដើម្បីយល់ថាមានអ្វីកំពុងកើតឡើងរឿងនេះនាំយើងត្រឡប់ទៅសម័យអាណានិគមជប៉ុននៅកូរ៉េចន្លោះឆ្នាំ1910ដល់1945អំឡុងពេលជប៉ុនកាន់កាប់ប្រទេសកូរ៉េមានការនិយាយថាដែកស្រួចជាច្រើនត្រូវបានបោះចូលក្នុងដីកូរ៉េនៅតាមតំបន់ភ្នំជាច្រើនដោយជនជាតិជប៉ុនតំបន់ទាំងនោះត្រូវបានជ្រើសរើសដើម្បីបំផ្លាញថាមពលហុងស៊ុយរបស់ប្រទេសនិងធ្វើឲ្យប្រទេសងាយស្រួលគ្រប់គ្រងជាងមុននៅលើផែនទីមានចំណុចក្រហមជាច្រើនតាមបណ្ដោយជួរភ្នំពេកឌូដេកានដែលត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងសត្វខ្លារបស់កូរ៉េហើយជាទីតាំងនៃដែកស្រួចទាំងនោះបុរសដែលធ្លាប់ត្រូវគេសង្ស័យថាជាចៅលួចភ្នូតាមពិតគឺជាអ្នកស្នេហាជាតិកូរ៉េដែលហៅខ្លួនឯងថាកងពលឈាមដែកពួកគេដើរស្វែងរកដែកស្រួចរបស់ជប៉ុនដើម្បីដកវាចេញពីទឹកដីកូរ៉េលោកផាក់គឺជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលស្មោះត្រង់ចំពោះចក្រភពជប៉ុនហើយភ្នូរបស់គាត់ត្រូវបានជ្រើសរើសដោយព្រះសង្ឃគីស៊ូណេកញ្ជ្រោងដើម្បីលាក់ទីតាំងដែកស្រួចមួយក្នុងចំណោមនោះដូច្នេះហើយទើបមានពាក្យថាកញ្ជ្រោងបានបំបាក់ឆ្អឹងខ្នងសត្វខ្លាប៉ុន្តែអ្នកការពារពិតប្រាកដនៃដែកស្រួចនោះគឺជាវិញ្ញាណរបស់ឧត្តមសេនីយ៍ជប៉ុនដែលត្រូវបានចងភ្ជាប់ជាមួយដែកស្រួចនោះរឿងអេឈីម៉ាគឺជារឿងអំពីទំនាក់ទំនងរវាងមនុស្សនិងទឹកដីដូចដែលឆ្លុះបញ្ចាំងនៅក្នុងសុនត្រកថារបស់សាស្ត្រាចារ្យគីមអំពីមូលហេតុដែលពួកគេមានកាត់ប្រកិច្ចដកដែកស្រួចនោះចេញយើងបានឃើញស្នាមសាក់លើរាងកាយរបស់បង្គីលកាន់តែច្បាស់ហើយ Farim ក៏សម្គាល់ថាឧត្តមសេនីយ៍បានវាយគាត់ត្រង់ចំណុចនេះតែគ្មានស្នាមសាក់ខណៈស្នាមសាក់ទាំងនោះជាគម្ពីរព្រះពុទ្ធសម្រាប់ការពារវិញ្ញាណអាក្រក់ពួកគេក៏ឡើងភ្នំម្ដងទៀតជាមួយត្រីនិងផែនការតាក់ទាញឧត្តមសេនីយ៍ចេញមកព្រមទាំងដកដែកស្រួចចេញក្នុងពេលជាមួយគ្នាអ្នកគ្រូធ្មប់2នាក់ទៀតនឹងនៅជាមួយបង្គីលក្នុងករណីមានអ្វីខុសប្រក្រតីពួកគេក៏មានមាន់មួយក្បាលសម្រាប់ស្លាប់ជំនួសបង្គីលផងដែរ
ឧត្តមសេនីយ៍ត្រូវបានតាក់ទាញចេញមកដោយត្រីហើយយើងក៏បានឃើញទំនាក់ទំនងរវាងគាត់និងបង្គីលយ៉ាងច្បាស់គាត់ដើរតាមត្រីទៅដល់ដាំយូជាកន្លែងដែល Farim ធ្វើពុតជាវិញ្ញាណអ្នកការពារភ្នំខណៈដែលនាងកំពុងនិយាយជាមួយឧត្តមសេនីយ៍សាស្ត្រាចារ្យគីមនិង Aidugo ក៏ជីក្រោកដែកស្រួចប៉ុន្តែមិនបានរកឃើញអ្វីទាំងអស់ឧត្តមសេនីយ៍និយាយថាគាត់បានស្លាប់ក្នុងសមរភូមិ Sekigahara ដែលជាសមរភូមិដ៏ធំបំផុតមួយក្នុងសម័យជប៉ុនបុរាណតែបានកើតឡើងក្នុងឆ្នាំ1500ទោះបីជាមិនដែលបង្ហាញឈ្មោះរបស់គាត់ក៏ដោយគាត់បានដឹងថា Farim គឺជាមនុស្សធម្មតាហើយក៏បង្ហាញខ្លួននៅពីក្រោយនាងភ្លាមគាត់ដើរចូលមករកនាងយឺតហើយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ក្នុងឈុតនោះគាត់បានប្រឈមមុខជាមួយយាយរបស់ Farim ហើយហៅគាត់ថាស្រីចាស់ហាក់ដូចជាពួកគេធ្លាប់ជួបគ្នាពីមុន Farim ក៏រត់គេចហើយជួប Aidugo ដែលប្រាប់ថាពួកគេរកមិនឃើញដែកស្រួចទេឧត្តមសេនីយ៍ក៏ឆេះជាអណ្ដាតភ្លើងម្ដងទៀតហើយត្រឡប់ទៅកន្លែងបញ្ចុះសពរបស់គាត់វិញជាកន្លែងដែលសាស្ត្រាចារ្យគីមនៅតែបន្តជីកឧត្តមសេនីយ៍បានធ្លាក់ចុះមកក្នុងរណ្ដៅហើយសួរសាស្ត្រាចារ្យគីមយ៉ាងគំរាមកំហែងឲ្យធ្វើជាអ្នកបម្រើរបស់គាត់ឬក៏ប្រគល់ថ្លើមរបស់ខ្លួនឲ្យគាត់ Aidugo ក៏បាច់ឈាមសេះទៅលើឧត្តមសេនីយ៍តែធ្វើឲ្យស្បែករបស់គាត់រលាយនឹងឆេះ Farim និង Aidugo ព្យាយាមជួយសាស្ត្រាចារ្យគីមប៉ុន្តែឧត្តមសេនីយ៍លើកពួកគេទាំងពីរឡើងលើអាកាសពេលនោះសាស្ត្រាចារ្យគីមក៏ដឹងភ្លាមថាដែកស្រួចដែលសម្គាល់ដោយ Coordonate នោះតាមពិតគឺជាឧត្តមសេនីយ៍ខ្លួនឯងយើងបានឃើញឈុតរំលឹកអតីតកាលដែលដាវកាដាណាត្រូវបានដាក់ចូលក្នុងរាងកាយរបស់ឧត្តមសេនីយ៍តាមបញ្ជារបស់គីស៊ូណេមុនពេលគាត់ត្រូវបានបញ្ចុះបញ្ឈរនៅក្នុងឈូដ៏ធំសាស្ត្រាចារ្យគីមដឹងថាឧត្តមសេនីយ៍តំណាងឲ្យធាតុភ្លើងនិងលោហៈដូច្នេះគាត់ត្រូវប្រើទឹកនិងឈើដើម្បីកម្ចាត់គាត់ចាប់យកដងចប់ឈើដែលប្រឡាក់ឈាមហើយវាយឧត្តមសេនីយ៍ជាច្រើនដងរហូតដល់រលាយបាត់ការនេះបានផ្ដាច់ការគ្រប់គ្រងរបស់ឧត្តមសេនីយ៍លើបង្គីលហើយធានាថាមិនមានមន់ណាមួយរងគ្រោះក្នុងការផលិតភាពយន្តនេះទេនេះគឺជាឈុតកំពូលដ៏តានតឹងដែលបញ្ចប់សាច់រឿងបានយ៉ាងល្អផ្នែកល្អបំផុតនៃឈុតនេះគឺការប្រឈមមុខរវាង Farim និងឧត្តមសេនីយ៍នៅមុខដើមឈើវាពោពេញដោយភាពតានតឹងនិងបរិយាកាសអាថ៌កំបាំងដ៏គួរឲ្យព្រឺព្រួចឧត្តមសេនីយ៍មើលទៅគួរឲ្យខ្លាចខ្លាំងណាស់ក្នុងឈុតនោះជាពិសេសដោយសារទឹកមុខដ៏គួរឲ្យរន្ធត់របស់គាត់សាស្ត្រាចារ្យគីមដួលសន្លប់ដោយសាររបួសហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមនៅទីបំផុតគាត់និងបង្គីលក៏ជាសះស្បើយពីរបួសមនុស្សគ្រប់គ្នាព្យាយាមត្រឡប់ទៅជីវិតធម្មតាវិញប៉ុន្តែពួកគេទាំងអស់នៅតែរងឥទ្ធិពលពីហេតុការណ៍ដែលបានកើតឡើងនៅឈុតចុងក្រោយនៃភាពយន្តពួកគេទាំងអស់បានចូលរួមពិធីមង្គលការរបស់កូនស្រីសាស្ត្រាចារ្យគីមហើយភាពយន្តក៏បញ្ចប់នៅទីនោះហើយគឺជា Achievement មិត្តទាំងអស់គ្នាខ្ញុំមានអារម្មណ៍ចម្រុះចំពោះភាពយន្តនេះការចាប់ផ្ដើមរបស់វាធ្វើបានល្អខ្លាំងណាស់